លោកម្ចាស់ថ្លៃហើយនៅក្មេងៗសោះវ័យកំពុងតែពេញសិក្សាពេញរៀនសូត្រមិនខំប្រឹងរៀនទេបើចំនួនគ្នាធ្វើអ្នកក្លាហានដើរដេញកាប់គេដេញកាប់ឯងហើយធ្វើអំពើដែលច្បាប់ហាមឃាត់ដើរលួចឆក់គេថែមទៀតឥឡូវជប់ខ្នោះបានសម្រេចហើយដោយកម្លាំងនគរបាលខេត្តសៀមរាបខត់ខ្លួនបានជនសង្ស័យបាន5នាក់ពាក់ព័ន្ធទៅនឹងករណីហិង្សានិងករណីអំពើលួចនគរបាលខេត្តសៀមរាបបានខត់ខ្លួនជនសង្ស័យ5នាក់ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាការកាប់និងកំបិតនិងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយការប្រើហិង្សាឆក់កាបូបបណ្ដាឲ្យជនរងគ្រោះដួលម៉ូតូតែម្ដងប្រតិបត្តិការចុះមើលក្រាបជនសង្ស័យខាងលើដែលអនុវត្តតាមបទបញ្ជាដំណើរម៉ាត់របស់លោកឧត្តមសេនីយ៍តូហ៊ុនសុធីដែលជាស្នងការនគរបាលខេត្តសៀមរាបក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកវរៈសេនីយ៍ឯកដាចម្រើនដែលជាអធិការនគរបាលក្រុងសៀមរាបក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចក៏បានបើកការស្រាវជ្រាវឈានដល់ការខត់ខ្លួនបានជនសង្ស័យបាន5នាក់ភ្លាមតែម្ដងដែលជនសង្ស័យទី1មានឈ្មោះសុករក្សាហៅញ៉ាភេទប្រុសអាយុ15ឆ្នាំមុខរបរនៅផ្ទះមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រកសង្កាត់ស្វាយដង្គមក្រុងសៀមរាបប្រវត្តិគ្មានទោសទណ្ឌនោះទេទី2ឈ្មោះហ៊ុយលីហុកភេទប្រុសអាយុ15ឆ្នាំមុខរបរសាសាឡាមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិគោកក្រសាំងសង្កាត់ស្វាយដង្គមក្រុងសៀមរាបប្រវត្តិទោសគ្មានទី3ឈ្មោះឈឿងវិឆ័យហៅគួយភេទប្រុសអាយុ15ឆ្នាំមុខរបរមិនពិតប្រាកដមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រកសង្កាត់ស្វាយដង្គមក្រុងសៀមរាបប្រវត្តិគ្មានទោសទី4ឈ្មោះវ៉ានដេវីតហៅវីតភេទប្រុសអាយុ15ឆ្នាំមុខរបរជាសាសាឡាមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិគោកក្រសាំងសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបប្រវត្តិទោសគ្មានទី5ឈ្មោះសសេនហៅស៊ីភេទប្រុសអាយុ14ឆ្នាំមុខរបរជាកម្មករមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រកសង្កាត់ស្វាយដង្គមក្រុងសៀមរាបប្រវត្តិទោសគ្មានបើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី17ខែតុលាឆ្នាំ2025កន្លងទៅក្នុងអំឡុងម៉ោង 4:32 នាទីនៅចំណុចមុខហាងយីហោ Brother ក្នុងភូមិវត្តបូសង្កាត់សាលាកំរើកក្រុងសៀមរាបមានករណីហិង្សាដែលចេតនាមានស្ថានទម្ងន់ទោសការកាប់និងកំបិតបង្កឡើងដោយជនសង្ស័យជាមនុស្សប្រុសមានគ្នាច្រើនអ្នកបានធ្វើសកម្មភាពជិះម៉ូតូដោយក្នុងដៃប្រដាប់ដោយកំបិតហើយចោះដេញកាប់ជនរងគ្រោះឈ្មោះសេធីភេទប្រុសអាយុ19ឆ្នាំរស់នៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបបណ្ដាលឲ្យជនរងគ្រោះរបួសដាច់រយះកែងដៃខាងឆ្វេងដេកអស់ជាង20ធ្នេហើយជនរងគ្រោះក៏បានដួលទៅនឹងដីនិងវាយទៅលើជនរងគ្រោះបន្ថែមទៀតក្រោយធ្វើសកម្មភាពហើយជនសង្ស័យក៏បានជិះគេចខ្លួនបាត់ក្រោយពីទទួលបាននូវព័ត៌មានខាងលើនេះសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុនិងឆែកកាមេរ៉ាសុវត្ថិភាពក៏កំណត់បានភិនភាគជនសង្ស័យខាងលើលុះនៅថ្ងៃទី18ខែតុលាក្នុងអំឡុងម៉ោង 14:00 នាទីសមត្ថកិច្ចយើងក៏បានខតបាននៅជនសង្ស័យខាងលើរួមទាំងកំបិតបាទចំនួន2ដើមម៉ូតូមួយគ្រឿងយកមកសាកសួរក្រោយពីសួរនាំរួចជនសង្ស័យទាំង4នាក់បានឆ្លើយដូចគ្នាថាពួកខ្លួនបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនសមត្ថកិច្ចនឹងបានសាកសួរបន្ថែមជនសង្ស័យឈ្មោះសុករក្សាហៅញ៉ានិងជនសង្ស័យឈ្មោះឈឿងវិឆ័យហៅគួយបានស្រាប់ភាពថាពួកខ្លួននឹងបាក់ពួកឈ្មោះសេនហៅស៊ីធ្លាប់បានធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទសរុបចំនួន9ករណីបន្ទាប់មកនៅថ្ងៃទី19ខែតុលាក្នុងអំឡុងម៉ោង 10:00 នាទីកម្លាំងសមត្ថកិច្ចក៏បានបន្តយកជនសង្ស័យដែលមានឈ្មោះសេនហៅស៊ីនិងបានយកមកសួរនាំក្រោយពេលសួរនាំជនសង្ស័យទាំង3បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្លាប់បានធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទសរុប9ករណីពិតប្រាកដមែនដែលបានធ្វើសកម្មភាពឆក់កាបូបលើកចុងក្រោយនៅថ្ងៃទី16ខែតុលាឆ្នាំ2025នៅម៉ោង 23:15 នាទីនៅចំណុចតាមបណ្ដោយផ្លូវក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាបក្រុងសៀមរាបឆក់កាបូបរបស់ជនរងគ្រោះឈ្មោះយ៉ាតណាក់ភេទស្រីអាយុ31ឆ្នាំរស់នៅភូមិប្រឡាយសង្កាត់សៀមរាបក្រុងសៀមរាបតែមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូផតតាំងត្រូវបានសមត្ថកិច្ចដកហូតបានមានកំបិត2ដើមទូរស័ព្ទដៃជនរងគ្រោះ2គ្រឿងនិងម៉ូតូ1គ្រឿងដែលនៅពេលនេះសមត្ថកិច្ចបានធ្វើការតេស្តស្វែងរកសារធាតុញៀនទៅលើជនសង្ស័យទាំង5នាក់ជាលទ្ធផលគឺអវិជ្ជមានជនសង្ស័យទាំង5នាក់ខាងលើបច្ចុប្បន្នត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់កម្លាំងការិយាល័យជំនាញដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់សារព័ត៌មាន T News ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈប្លែកលឿនច្បាស់ទុកចិត្តបានទាំងព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមនិងព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោកសូមប្រិយមិត្តចូលចុច Follow Page សារព័ត៌មាន T News ដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ប្រចាំថ្ងៃដែលកើតមាននៅក្នុងមូលដ្ឋាន